សួស្តីប្រិយមិត្តអ្នកស្ដាប់រឿងនិទានខ្មោចនាពេលយប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងនិទានមួយដែលនិយាយអំពីរឿងនិទានព្រៃខ្លានេះគឺជារឿងព្រេងបុរាណមួយរបស់ខ្មែរដែលតែងតែនិទានតៗគ្នាដើម្បីអប់រំឲ្យមនុស្សចេះប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ក្នុងព្រៃជ្រៅនិងកុំឲ្យទុកចិត្តមនុស្សផ្លាច់មុខហួសហេតុពេកព្រៃខ្លាគឺជាវិញ្ញាណរបស់មនុស្សដែលតែងតែសម្លាប់មនុស្សហើយវិញ្ញាណនោះមិនអាចចាប់ជាតិបានទេតែคล้ายជាអ្នកបម្រើរបស់ខ្លាដែលមានតួនាទីជាអ្នកលំលងឬជាអ្នកបោកបញ្ឆោតជនរងគ្រោះផ្សេងទៀតឲ្យចូលទៅក្នុងកណ្ដាប់ដៃរបស់ខ្លាមកខាត់វាយូខ្ញុំនឹងនិយាយអំពីតួអង្គដែលមានឈ្មោះលោកតាគង់កាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះលោកតាគង់រស់នៅជាមួយអ្នកប្រមាញ់ក្នុងភូមិមួយក្បែរព្រៃជ្រៅលោកតាគង់គឺជាអ្នកខ្លាំងពូកែនិងមានបទពិសោធន៍ក្នុងការដើរព្រៃណាស់ភរិយារបស់គាត់តែងតែហាមឃាត់និងបន់ស្រន់ឲ្យគាត់ប្រុងប្រយ័ត្នរាល់ពេលដែលគាត់ចូលទៅក្នុងព្រៃជ្រៅជាពិសេសនៅពេលដែលគាត់ឮដំណឹងថាមានខ្លាធំមួយក្បាលរស់នៅអាស្រ័យផលនៅក្នុងព្រៃនោះថ្ងៃមួយតាគង់បានដើរចូលព្រៃជ្រៅជាងរាល់ដងដោយមានសេចក្តីលោភលន់ចង់បានស្បែកសត្វដ៏មានតម្លៃគាត់បានដើររហូតដល់កន្លែងស្ងាត់មួយដែលជាលំនៅឋានរបស់ខ្លាធំសម្បុរពណ៌ក្រហមល្បីល្បាញថាមានកម្លាំងខ្លាំងពូកែនិងកាចសាហាវខណៈពេលដែលតាគង់កំពុងត្រៀមបាញ់សត្វក្តាន់មួយខ្លាធំក៏លោតមកពីក្រោយដើមឈើយ៉ាងលឿនតាគង់ទោះជាភ្ញាក់ផ្អើលក៏ដោយក៏នៅតែមានស្មារតីប្រយុទ្ធគាត់បានបាញ់កំភ្លើងមួយគ្រាប់ទៅលើខ្លានោះតែគ្រាប់កំភ្លើងគ្រាន់តែធ្វើឲ្យខ្លានោះក្រំបន្តិចបន្តួចប៉ុណ្ណោះខ្លានោះបានស្ទុះមកសង្គ្រប់លើតាគង់ហើយការប្រយុទ្ធដ៏សាហាវក៏បានកាត់ឡើងតាគង់បានតស៊ូអស់ពីកម្លាំងកាយចិត្តតែមិនអាចឈ្នះកម្លាំងសត្វខ្លាបានឡើយទីបំផុតតាគង់ត្រូវខ្លាខំសម្លាប់និងស៊ីសាច់ជាអាហារនៅកណ្ដាលព្រៃជ្រៅក្រោយពីតាគង់ស្លាប់ទៅវិញ្ញាណរបស់គាត់មិនអាចទៅចាប់ជាតិបានឡើយដោយសារតែខ្លានោះមានបារមីនិងអំណាចវិតមន្តដ៏ខ្លាំងក្លាខ្លានោះបានចាប់យកវិញ្ញាណរបស់គាត់ឲ្យคล้ายទៅជាអ្នកបម្រើរបស់វាវិញ្ញាណរបស់គាត់คล้ายទៅជាព្រាយខ្លានោះមានរូបរាងដូចជាមនុស្សធម្មតាអាចស្លៀកពាក់និងនិយាយបានយ៉ាងពីរោះរណ្ដំតែមានលក្ខណៈពិសេសមួយដែលពិបាកនឹងចាប់អារម្មណ៍1ភ្នែករបស់ព្រាយខ្លាតែងតែមានពន្លឺចម្លែកដូចភ្នែកខ្លាក្នុងទីងងឹត2វាមានក្លិនឆ្អាបរបស់សត្វខ្លាជាប់នឹងខ្លួនដែលមិនមែនជាក្លិនធម្មជាតិរបស់មនុស្សទេ3បាតជើងរបស់វាដើរមិនសូវលឺសូរដូចមនុស្សធម្មតាឡើយតួនាទីរបស់ព្រាយខ្លាគឺដើរតួជាអ្នកនាំផ្លូវឬជាអ្នកបោកបញ្ឆោតដោយបង្ហាញខ្លួននៅទីកន្លែងដែលខ្លាចាំយាមព្រាយខ្លានឹងធ្វើពុតជាអ្នកភូមិដែលវង្វេងផ្លូវឬសាច់ញាតិដែលទើបមកដល់ទីនេះហើយលួងលោមអ្នកធ្វើដំណើរផ្សេងទៀតឲ្យដើរតាមខ្លួនទៅកាន់ផ្លូវដែលខ្លាធំកំពុងលាក់ខ្លួនរយៈពេលកន្លងទៅ6ខែក៏មានយុវជនម្នាក់ដែលឈ្មោះច័ន្ទបានធ្វើដំណើរឆ្លងកាត់ព្រៃតែម្នាក់ឯងដើម្បីទៅលេងផ្ទះសាច់ញាតិនៅឯភូមិមួយទៀតពេលកំពុងធ្វើដំណើរគាត់ក៏បានឃើញបុរសចំណាស់ម្នាក់អង្គុយយំនៅក្រោមដើមឈើមួយបុរសចំណាស់នោះគឺជាព្រាយខ្លាដែលមានរូបរាងដូចតាគង់ព្រាយខ្លាធ្វើពុតជាវង្វេងផ្លូវនិងនិយាយទៅកាន់ច័ន្ទថាចៅអើយចៅមកពីណាខ្ញុំវង្វេងផ្លូវបាត់ទៅហើយអត់មាននរណាម្នាក់នាំផ្លូវខ្ញុំទៅភូមិខាងមុខសោះខ្ញុំព្រួយបារម្ភខ្លាំងណាស់ច័ន្ទជាយុវជនចិត្តល្អគាត់មានចិត្តអាណិតហើយក៏និយាយថាមិនអីទេតាខ្ញុំក៏កំពុងទៅភូមិខាងមុខដែរតោះតាដើរតាមខ្ញុំមក
ខ្ញុំនឹងជូនតាទៅដល់ផ្លូវធំព្រាយខ្លាធ្វើជាអរគុណហើយចាប់ផ្ដើមដើរពីក្រោយច័ន្ទដើរបានមួយសន្ទុះព្រាយខ្លាក៏ចាប់ផ្ដើមលួងលោមច័ន្ទចៅតាមពិតផ្លូវដែលលឿនជាងនេះនឹងមានផ្លែឈើព្រៃឆ្ងាញ់គឺនៅត្រង់ផ្លូវវាងខាងស្ដាំនេះទេផ្លូវដែលចៅកំពុងដើរនោះវាឆ្ងាយណាស់ហើយថែមទាំងមានជ្រោះជ្រៅផងចាំងាកមើលទៅតាមទិសដែលព្រាយខ្លាប្រាប់ក៏ឃើញមានផ្លូវតូចមួយដែលមើលទៅរាងងងឹតស្របពេលនោះគាត់ក៏ស្រាប់តែធំក្លិនឆ្អាបប្លែកៗដែលមិនមែនជាក្លិនដីឬស្លឹកឈើទេដូចជាក្លិនសត្វសាហាវអ្វីម្យ៉ាងគាត់ក៏នឹកឃើញពាក្យចាស់ទុំដែលតែងតែនិយាយប្រាប់ថាកុំជឿមនុស្សប្លែកមុខក្នុងព្រៃជ្រៅគាត់ក៏ចាប់ផ្ដើមសង្ស័យហើយមើលទៅភ្នែករបស់បុរសចំណាស់នោះភ្នែករបស់ព្រាយខ្លារលោងភ្លឺខុសពីធម្មតាច័ន្ទក៏និយាយទាំងភ័យថាអត់អីទេតាខ្ញុំខ្លាចផ្លូវវាងនោះខ្ញុំនឹងបន្តទៅតាមផ្លូវដើមវិញពេលនោះហើយខ្លាធំដែលលាក់ខ្លួននៅក្នុងគុម្ពព្រៃក្បែរផ្លូវវាងនោះក៏ដឹងថាព្រាយខ្លាបានធ្វើការបរាជ័យខ្លាធំក៏ស្រែកកំហកយ៉ាងខ្លាំងហើយស្ទុះចេញមកព្រាយខ្លាដែលជាអ្នកបម្រើក៏ដឹងខ្លួនថាខ្លាធំបានដឹងក៏សម្រេចចិត្តរត់គេចខ្លួនបាត់ចូលទៅក្នុងព្រៃងងឹតចំណែកឯច័ន្ទវិញក៏រត់គេចខ្លួនទៅតាមផ្លូវធំដោយអស់ពីកម្លាំងកាយចិត្តហើយមិនហ៊ានងាកក្រោយមើលឡើយរហូតទៅដល់ភូមិដោយសុវត្ថិភាពបន្ទាប់ពីបរាជ័យក្នុងការបោកបញ្ឆោតព្រាយខ្លាក៏បានរត់ត្រឡប់ទៅរកខ្លាធំវិញដោយភាពភ័យខ្លាចខ្លាធំជាសត្វមានបារមីវាដឹងច្បាស់ពីភាពបរាជ័យនោះហើយក៏ស្រែកកំហកយ៉ាងកំហឹងទៅកាន់ព្រាយខ្លាឯងបរាជ័យម្ដងហើយម្ដងទៀតឯងពិតជាព្រាយខ្លាដែលឥតប្រយោជន៍មែនខ្លានិយាយដោយសំឡេងក្រោកគ្រៀតខ្លាធំមិនបានសម្លាប់ព្រាយខ្លាទេតែវាបានធ្វើទរណកម្មយ៉ាងធ្ងន់ធ្ងរទៅលើវិញ្ញាណនោះហើយធ្វើឲ្យវិញ្ញាណតាគង់មានការជឿចាប់ជាងពេលដែលគាត់ស្លាប់ទៅទៀតខ្លាធំបានបោះព្រាយខ្លាឲ្យទៅរស់នៅក្រោមឫសឈើដ៏ធំមួយអស់រយៈពេលជាច្រើនយប់ដើម្បីរំលឹកពីកាតព្វកិច្ចរបស់ខ្លួនក្រោយមកព្រាយខ្លាត្រូវបង្ខំចិត្តបន្តបេសកកម្មបញ្ឆោតមនុស្សទៀតបើមិនដូច្នោះទេវិញ្ញាណរបស់វានឹងមិនរលាយរលត់ជារៀងរហូតយប់មួយក៏មាននារីម្នាក់ឈ្មោះស្រីលះជាអ្នកដំណើរលក់អំបោះបានវង្វេងនៅក្នុងព្រៃនោះនាងជាស្ត្រីមានជំនឿនិងកាន់សិលភ្ជាប់ខ្ជួនខណៈពេលដែលនាងកំពុងភ័យខ្លាចព្រាយខ្លាក៏បានបង្ហាញខ្លួនដោយធ្វើជាបុរសវ័យកណ្ដាលស្លៀកពាក់ខោអាវធម្មតាហើយនិយាយលួងលោមយ៉ាងពីរោះក្មួយស្រីកុំភ័យអីខ្ញុំជាអ្នកថែរក្សាព្រៃនេះមកតាមខ្ញុំមកខ្ញុំនឹងជូនក្មួយទៅដល់កន្លែងភ្លឺដែលមានគេបោះជំរំនៅទីនោះស្រីលះអរខ្លាំងណាស់តែនាងនឹកឃើញដល់ការបង្រៀនរបស់លោកគ្រូអាចារ្យនៅភូមិថាមុននឹងជួបមនុស្សចម្លែកក្នុងព្រៃត្រូវសង្កេតមើលឥរិយាបថនិងសញ្ញាទាំង3របស់គេនាងក៏ចាប់ផ្ដើមសង្កេតមើលទី1នាងសម្លឹងមើលភ្នែកបុរសនោះក៏ឃើញថាភ្នែករបស់គាត់រលោងខុសពីធម្មតាទោះបីជានៅក្រោមពន្លឺព្រះច័ន្ទខ្សោយក៏ដោយក៏វាបញ្ចេញពន្លឺចម្លែក2នាងធំក្លិនឆ្អាបតិចដូចជាក្លិនខ្លាដែលនាងធ្លាប់ជួបកាលពីនៅក្មេង3ដោយសារយប់ស្ងាត់ឃើញមានពន្លឺព្រះច័ន្ទនាងក៏មើលទៅស្រមោលបុរសនោះស្រមោលរបស់ព្រាយខ្លានោះបែរជាមានរាងដូចខ្លាធំមួយក្បាលទៅវិញមិនមែនជារាងមនុស្សដូចរូបរាងនៅខាងក្រៅឡើយស្រីលះក៏ដឹងភ្លាមថានាងមិនបានបាត់បង់ស្មារតីទេតែនាងក៏យកខ្សែអំបោះដែលចងជាប់នឹងយ័ន្តពីលោកគ្រូអាចារ្យមកធ្វើពុតជាចុងសក់នាងបន្តដំណើរជាមួយព្រាយខ្លា
តែនាងក៏លើកដៃសំពះទៅកាន់យន្តហើយអធិដ្ឋានក្នុងចិត្តសូមអ្នកតាព្រៃនិងទេវតាជួយការពារខ្ញុំផងពេលនោះហើយព្រាយខ្លាដែលត្រូវបារមីយន្តនោះចាំងចំក៏មានអារម្មណ៍ក្តៅផ្សាពេលនោះវាក៏មិនអាចនៅចិត្តស្រីលក្ខទៀតបានទេក៏ស្រែកយំសំឡេងគួរឲ្យខ្លាចហើយក៏បាត់ខ្លួនចូលក្នុងព្រៃទៅខ្លាធំក៏មិនអាចចេញមកបានដែរដោយសារស្រីលក្ខមានយន្តការពារស្រីលក្ខក៏រួចផុតពីគ្រោះថ្នាក់ដោយសារភាពឆ្លៀសវៃនិងជំនឿរបស់នាងក្រោយពីបរាជ័យពីរលើកជួបគ្នាមកខ្លាធំក៏ខឹងក្រេវក្រោធយ៉ាងខ្លាំងវាបានធ្វើទរណកម្មព្រាយខ្លាជាច្រើនថ្ងៃរហូតដល់វិញ្ញាណនោះស្ទើរតែរលាយបាត់ព្រាយខ្លាដឹងថាខ្លួនគ្មានជម្រើសទេត្រូវតែស្វែងរកជនរងគ្រោះទៀតដើម្បីផ្គប់ចិត្តខ្លាបើមិនដូច្នោះទេវានឹងត្រូវរលាយវិញ្ញាណបាត់ជារៀងរហូតថ្ងៃមួយក៏មានប្អូនប្រុសពីរនាក់ឈ្មោះវិរៈនិងសុវណ្ណបានចូលព្រៃដើម្បីប្រមូលអនុផលវិរៈជាប្អូនប្រុសបានប្រុងប្រយ័ត្នខ្ពស់និងស្គាល់ផ្លូវព្រៃច្បាស់លាស់តែសុវណ្ណជាប្អូនប្រុសគឺជាមនុស្សចិត្តរហ័សនិងមានសេចក្តីលោភលន់ចង់បានទ្រព្យសម្បត្តិព្រាយខ្លាបានបង្ហាញខ្លួនឲ្យសុវណ្ណឃើញតែម្នាក់ឯងដោយធ្វើជារូបរាងដូចជាតាបោះដែលជាជីតាបង្កើតរបស់គេដែលបានស្លាប់ជាយូរមកហើយចៅសុវណ្ណចៅមកហើយឬមកទីនេះជីតាបានចាំចៅយូរមកហើយព្រាយខ្លាក្នុងរូបរាងតាបោះនិយាយទៅកាន់សុវណ្ណដោយទឹកមុខស្រណោះសុវណ្ណភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ស្ទុះទៅសំពះហើយសួរថាជីតានៅទីនេះតាំងពីពេលណាតើជីតាមានការអ្វីព្រាយខ្លាឆ្លើយទាំងសំឡេងល្វើយថាជីតាបានស្លាប់បាត់បង់ទៅហើយតែវិញ្ញាណនៅទីនេះដើម្បីយាមកន្លប់ព្រាយខ្លាដឹងថាសុវណ្ណគឺជាមនុស្សលោភលន់ព្រាយខ្លានោះក៏ប្រាប់កន្លែងលាក់មាសដ៏ច្រើននៅក្នុងរូងភ្នំខាងមុខដែលជាកន្លែងដែលខ្លាធំតែងតែដេកបើចៅហ៊ានយកមាសនោះគ្រួសារចៅនឹងមានពេញមួយជីវិតវិរៈដែលជាបងប្រុសដើរមកដល់ក៏ចាប់ផ្ដើមមានអារម្មណ៍ចម្លែកគាត់សង្កេតឃើញថាបុរសចំណាស់នោះនិយាយតែជាមួយសុវណ្ណហើយពេលដើរទៅម្ខាងវិរៈក៏សម្លឹងមើលបាតជើងបុរសនោះគាត់ឃើញថាជើងរបស់គាត់ដើរស្ទើរតែគ្មានសូរសំឡេងវិរៈក៏នឹកឃើញដល់រឿងព្រាយខ្លាដែលម្ដាយធ្លាប់និទានវិរៈក៏ចាប់ដៃប្អូនហើយខ្សឹបថាសុវណ្ណនេះមិនមែនជីតាទេនេះគឺជាព្រាយខ្លាមើលជើងគាត់ទៅកុំជឿពាក្យគាត់ពេកតែសុវណ្ណដោយសារតែងឿឆ្ងល់និងត្រូវបានសេចក្តីលោភលន់គ្របដណ្ដប់លើអារម្មណ៍ក៏និយាយទាំងកំហឹងថាឈប់និយាយទៅបងជីតាខ្ញុំកំពុងតែប្រាប់ផ្លូវកំណត់បងចំណែនខ្ញុំមែនទេសុវណ្ណក៏រើបំរាស់ចេញពីវិរៈហើយដើរតាមព្រាយខ្លាទៅកាន់ផ្លូវរូងភ្នំនោះវិរៈឃើញដូច្នោះក៏ដឹងខ្លួនថាមិនអាចជួយប្អូនបានទេបើគេនៅទីនោះយូរទៀតគាត់ក៏សម្រេចចិត្តរត់ចេញទៅរកជំនួយយ៉ាងលឿនតាមដែលអាចធ្វើទៅបានចំណែកឯសុវណ្ណវិញដើរតាមព្រាយខ្លាចូលទៅក្នុងរូងភ្នំងងឹតពេលទៅដល់ព្រាយខ្លាក៏ឈប់ហើយភ្នែករបស់វាបានបញ្ចេញពន្លឺចិញ្ចើមរបស់វាពណ៌លឿងហើយស្រមោលរបស់វាក៏លេចចេញជារូបរាងខ្លាធំពិតៗសុវណ្ណស្រែកហៅជីតាដោយភ័យខ្លាចសន្ស្លោតែអ្វីៗបានហួសពេលអស់ទៅហើយខ្លាធំដែលលាក់ខ្លួននៅខាងក្នុងរូងភ្នំនោះក៏ស្ទុះចេញមកហើយចាប់សុវណ្ណយកទៅជាចំណីដោយបានបំពេញបេសកកម្មហើយព្រាយខ្លាបានរួចផុតពីទរណកម្មមួយរយៈខ្លីតែទោះបីជាយ៉ាងណាវិញ្ញាណរបស់គាត់គង់នៅតែមិនបានរួចខ្លួនជារៀងរហូតឡើយគឺនៅតែបន្តធ្វើជាទេសកររបស់ខ្លាដើម្បីរងចាំជនរងគ្រោះបន្តដែលជាមនុស្សដែលមានសេចក្តីលោភលន់ឬធ្វើប្រហែសក្នុងការធ្វើដំណើរឆ្លងកាត់ព្រៃជ្រៅបាទបងប្អូនរឿងនេះក៏ត្រូវបានបញ្ចប់ហើយរឿងនេះបានបន្សល់ទុកនូវការអប់រំយ៉ាងជ្រាលជ្រៅដល់អ្នកផងទាំងពួង
ឲ្យចេះប្រុងប្រយ័ត្ននិងកុំយកលោភលន់ដាក់ក្នុងខ្លួនជាពិសេសនៅពេលដែលបងប្អូនចូលក្នុងព្រៃជ្រៅជាពិសេសនោះគឺជួបមនុស្សប្លែកមុខដែលយើងមិនធ្លាប់ស្គាល់ពីមុនមក